គន្លឹះទាំង7ចំណុចនៅក្នុងការថែទាំសុខភាពរបស់ជនជាតិជប៉ុនដែលជារឿងពេញនិយមនិងការស្រាវជ្រាវឃើញថាការដែលអនុវត្តនៅគន្លឹះទាំង7ហ្នឹងនឹងជួយឲ្យពួកគេអាយុវែងហើយទទួលបាននូវសុខភាពល្អបងប្អូនទាំងអស់គ្នាដឹងហើយជនជាតិជប៉ុនគឺជាជនជាតិមួយនៅក្នុងចំណោមជនជាតិដែលមានអាយុវែងនៅលើពិភពលោកបងប្អូនចង់បានអាយុវែងសុខភាពល្អមកដឹងពីទម្លាប់ក៏ដូចជាគន្លឹះខ្លះៗនៅក្នុងការដែលជនជាតិជប៉ុនគេយកមកអនុវត្តនៅក្នុងជីវិតប្រចាំថ្ងៃចូលស្ដាប់វីដេអូមួយនេះរហូតដល់ចំណុចចុងក្រោយទាំងអស់គ្នាគន្លឹះទី1នៅក្នុងការថែទាំសុខភាពក៏ដូចជាធ្វើឲ្យអាយុវែងរបស់ជនជាតិជប៉ុនគឺផ្ដោតទៅលើរបបអាហារនៅក្នុងរបបអាហារជនជាតិជប៉ុនគឺផ្ដោតសំខាន់ទៅលើពពុះសាច់ត្រីជនជាតិជប៉ុនគឺចូលចិត្តញ៉ាំសាច់ត្រីច្រើនជាងប្រភេទសាច់ផ្សេងៗដោយសារនៅក្នុងសាច់ត្រីគឺវាសម្បូរទៅដោយអូមេហ្គា3ហើយវាជួយកាត់បន្ថយហានិភ័យនៃជំងឺបេះដូងនិងសរសៃឈាមហើយវាជួយកាត់បន្ថយនឹងការរលាកនៅក្នុងរាងកាយគន្លឹះទី2នោះគឺជនជាតិជប៉ុនមានវប្បធម៌មួយនៅក្នុងការដើរជារៀងរាល់ថ្ងៃមិនថាទៅធ្វើការឬក៏ទៅផ្សារនោះទេព្រោះពេលដើរគឺវាជួយបង្កើន cardio សុខភាពបេះដូងនិងសាច់ដុំហើយមួយវិញទៀតតើតើនឹងការដើររបស់ជនជាតិជប៉ុននឹងដែរគឺវាជួយកាត់បន្ថយនៃបញ្ហាជំងឺធាត់និងបញ្ហាជំងឺទឹកនោមផ្អែមគន្លឹះទី3របស់ជនជាតិជប៉ុនគឺជនជាតិមួយនេះគឺមានទម្លាប់មួយគឺចូលចិត្តទឹកក្តៅទឹកក្តៅគឺវាជួយកាត់បន្ថយនៅសម្ពាធឈាមនិងវាធ្វើឲ្យចរន្តឈាមគឺដំណើរការបានល្អហើយមួយវិញទៀតទឹកក្តៅគឺវាជួយបន្ធូរចង្វាក់នៃប្រព័ន្ធប្រសាទនិងវាជួយឲ្យការគេងរបស់យើងគឺល្អប្រសើរហើយកន្លឹះថែទាំសុខភាពដ៏ល្អសម្រាប់ជនជាតិជប៉ុនទី4គឺជនជាតិជប៉ុនមានវប្បធម៌មួយនៅក្នុងការប្រុងប្រយ័ត្ននិងមានអនាម័យជាប់ជានិច្ចពេលដែលជនជាតិមួយនេះមានបញ្ហាតទៅនឹងការផ្ដាសាយគឺគេតែងតែបែកបាសជានិច្ចដើម្បីការពារនៅទីសាធារណៈហើយមួយទៀតគឺការសម្អាតដៃគឺញឹកញាប់នឹងឯងជនជាតិមួយនេះគឺផ្ដោតសំខាន់ទៅលើអនាម័យនិងសុខភាពដែលធ្វើឲ្យពួកគេរស់នៅបានអាយុវែងហើយកន្លឹះទី5គឺជនជាតិជប៉ុនមានវប្បធម៌នៅក្នុងការដែលគេងគ្រប់គ្រាន់ហើយគេងតាមពេលបានន័យថាជាប្រទេសមួយដែលមានមនុស្សធ្វើការងារយប់តែជាងប្រទេសផ្សេងៗដែលគេផ្ដោតសំខាន់ទៅលើការគេងធ្វើឲ្យបានចន្លោះពី7ទៅ8ម៉ោងនៅក្នុងមួយថ្ងៃគន្លឹះទី6របស់ជនជាតិជប៉ុនគឺតាក់ទងជាមួយនឹង Ikigai បងប្អូនដែលនិយមចូលចិត្តស្ដាប់តាក់ទងនឹងប្រទេសជប៉ុនគឺបងប្អូនតែងតែជួបប្រទេសនៅពី Ikigai Ikigai គឺជាអាចកំបាំងតាក់ទងនឹងជីវិតរបស់មនុស្សនិងភាពរីករាយយូរអង្វែងរបស់ជនជាតិជប៉ុនវាគឺជាគោលគំនិតរបស់ជនជាតិជប៉ុនដែលផ្ដោតសំខាន់ទៅលើទី1គឺការកាត់បន្ថយ stress ទី2នេះគឺបង្កើនកម្លាំងចិត្តរស់នៅដែលមានកម្លាំងមានថាមពលទី3គឺផ្ដល់ឲ្យជីវិតមានអត្ថន័យហើយចំណុចទី4គឺជួយឲ្យមានវិន័យបំពេញនៅក្នុងគោលដៅក្នុងជីវិតបានន័យថា Ikigai គឺពីផ្ដោតសំខាន់ទៅលើការដែលរស់នៅប្រចាំថ្ងៃរបស់ជនជាតិជប៉ុនមិនថាតទៅនឹងអាជីវកម្មឬក៏តទៅនឹងបទពិសោធន៍ជីវិតឬក៏ពាក់ព័ន្ធជាមួយនឹងគេហៅថាមហិច្ឆតាឬក៏ចំណង់នៅក្នុងការរស់នៅគឺគេផ្ដោតសំខាន់ទៅលើការដែលរស់នៅដែលមានភាពរីករាយរស់នៅដែលមានអារម្មណ៍ល្អស្រស់ស្រាយគឺអត់សូវមានការ stress ដែលធ្វើឲ្យមនុស្សយើងអាយុវែងនឹងឯងហើយកន្លឹះទី7ចុងក្រោយរបស់ជនជាតិជប៉ុនដែលធ្វើឲ្យជនជាតិមួយនេះអាយុវែងហើយសុខភាពល្អគឺការដែលគេមានវប្បធម៌មួយគឺហាត់ប្រាណជាប្រចាំហើយហាត់ប្រាណបែបស្រាលៗហើយជនជាតិមួយនេះគឺគេមានវប្បធម៌មួយនៅក្នុងការញ៉ាំអាហារកុំឲ្យឆ្អែតពេកគឺឆ្អែតត្រឹម80%ដែលវាជួយទៅលើសុខភាពកាពះវៀននៅក្នុងការរំលាយអាហារបានល្អហើយជួយរក្សាទម្ងន់គឺកុំឲ្យឡើងទម្ងន់ខ្លាំងបងប្អូនអ្នកដែលបានស្ដាប់វីដេអូមួយនេះរហូតដល់ចប់កុំភ្លេចយកទៅអនុវត្តដើម្បីឲ្យជីវិតយើងរស់នៅដែលមានសេចក្តីសុខជាពិសេសអាយុវែងហើយសុខភាពល្អហើយកុំភ្លេចជួយចុច Share ចែករំលែកវីដេអូនឹងម្នាក់មួយផងដើម្បីឲ្យបងប្អូនប្រជាពលរដ្ឋទាំងអស់គ្នាទទួលបាននូវព័ត៌មានសុខភាពជាពិសេសយកទៅអនុវត្តនៅក្នុងជីវិតប្រចាំថ្ងៃ